ngày ní nâng tốt ơi đừng theo tình có vậy đâu ngày càng khổm nút chăm ơi càng dương chọc tầm mưa trận này đây ở đây chăm thì sặc xa chỉ được chọc tầm này thân này không lừa nóเป็นเมียนประมาณขนาดขนาดเรือนี่กลมทมพี่ขนาดเรือนี่คือสัญญาณเซวามาจุดรู้นะบ้านการเป็นเมียนฉลองเมียนไอ้ฮะยังเธอใจถึงลุกที่หรือខ្ញុំសូមជំរាបជូនថាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតីមកកាន់ទីនេះកាលពីថ្ងៃទី8មិនិនាឆ្នាំ2025ហ្នឹងសម្ដេចបានធ្វើការចង្អុលបង្ហាញនិងក៏បានណែនាំឲ្យមានការអភិវឌ្ឍនៅទីនេះដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាសហគមន៍ហើយការអភិវឌ្ឍនោះសោតទៀតគឺរក្សាឲ្យខណ្ឌដែលបាននៅសភនភាពទេសភាពនិងវប្បធម៌ដែលមាននៅទីនេះស្រាប់អញ្ចឹងទេការស្ថាបនាឡើងហ្នឹងទាំងប្លង់ទាំងអ្វីហ្នឹងគឺតាមរចនាបថខ្មែរចំពោះការសាងសង់នៅយើងនេះមានទីមួយគឺមជ្ឈមណ្ឌលផ្ដល់ព័ត៌មានមានបន្ទប់ទឹកមានខោងទ្វារច្រកចេញចូលរួចហើយមានផ្សារសហគមន៍មួយទៀតគឺផ្លូវថ្មើរជើងទៅលើក្នុងផ្សារផ្ទាល់តែម្ដងបងក្នុងការសាងសង់ហ្នឹងគឺយើងរក្សាបរិស្ថានចាស់ទេយើងតាមកន្លែងខ្លះទៅគោលយើងលើកជាកន្លែងអង្គុយលេងមានទួលធម្មតាចាស់អញ្ចឹងទៅហើយតាមផ្សារនីមួយនឹងកន្លែងមួយហ្នឹងគឺយើងលើកនីវ៉ូមកតាមលំនាំដើមនឹងវិញខ្ញុំនៅសហគមន៍នេះតាំងពីតូចមកខ្ញុំមិននឹកស្មានថាសហគមន៍ខ្ញុំនឹងមានការអភិវឌ្ឍដល់កម្រិតនឹងទេប្រជាជននៅក្នុងសហគមន៍ខ្ញុំក៏មិននឹកស្មានថាបានដល់ថ្នាក់នឹងដែរយើងមានផ្លូវ2សម្ដេចធិបតីបានណែនាំឲ្យធ្វើផ្លូវថ្មើរជើងឡើងទៅហើយផ្លូវហ្នឹងចែកជា7ដំណាក់នីមួយមានកន្លែងអង្គុយលេងមានកន្លែងថតរូបបាទមានតោងមានអីអញ្ចឹងទីយើងឡើងទៅឃើញអាហ្នឹងបាទរៀបចំហើយមានធុងសម្រាមតាមផ្លូវហ្នឹងហើយអនាគតទៅនឹងមានទឹកប្រហូរពីលើភ្នំមកទេសចរឡើងទៅមានទឹកញ៉ាំតាមដំណាក់មួយហ្មងផ្លូវមួយទៀតគឺយើងផ្លូវឡានឡើងបាទផ្លូវឡានឡើងហ្នឹងអាដាមឆៃរសែននឹងធ្វើចាក់បេតុងបាទដើម្បីឲ្យមានឡានឡើងទៅស្រួលបាទអញ្ចឹងយើងអាចឡើងតាមថ្មើរជើងផងតាមផ្លូវបេតុងផងហើយការសាងសង់នឹងទៀតបាទដំបូងមានការពិបាកដោយសារផ្លូវរបស់យើងឡានមកអត់ដល់ទេកាលមុនហ្នឹងបាទផ្លូវឡើងមកហ្នឹងដឹកទំនិញដូចជាថ្មខ្សាច់ស៊ីម៉ងអីហ្នឹងយើងត្រូវឈូសធ្វើផ្លូវមុនប៉ុន្តែឥឡូវផ្លូវយើងបានធ្វើហើយមកកណាត់ហើយជាវគ្គទី1ហើយវគ្គទី2ហ្នឹងយើងនឹងចាក់កស៊ូបាទអាយរំឆៃរិទ្ធសែនគាត់នឹងមករៀបចំចាក់កស៊ូផ្លូវរហូតមកដល់ខ្លោងទ្វារយើងតែម្ដងបាទហើយទីនេះបាទគឺការសាងសង់ទីនេះគឺបានចប់សពគ្រប់អស់ហើយអ្វីដែលត្រូវធ្វើនៅទីនេះគឺយើងត្រូវបង្រៀនវិជាសហគមន៍របស់យើងឲ្យគាត់ចេះគ្រប់គ្រងទីនេះបាទទីនេះយើងអត់សង់ដើម្បីក្រសួងបរិស្ថានអត់សង់ដើម្បីអាជ្ញាធរដែនដីឬក៏ពីណាទេគឺសង់ឲ្យបកគលឲ្យវិជាសហគមន៍តែម្ដងពីមុនជិះដល់2ទៅ3ម៉ោងឥឡូវយើងជិះត្រឹមតែ1ម៉ោងកន្លះអីឬមួយក៏អ្នកបើកជំនាញជិះតែ1ម៉ោងអីនឹងដល់គោលដៅយ៉ាងគឺគាត់មានពេលសម្រាប់ឡើងភ្នំឲ្យបានច្រើនតកតងទៅនឹងតំបន់ភ្នំក្រុងផ្សារនេះជាតំបន់មួយដែលស្ថិតនៅក្នុងអាស៊ានជាតិជួរភ្នំក្រវាញរបស់យើងបាទក្នុងនាមជំនាញដែរក៏រីករាយបាទនឹងជួយថែរក្សាសមិទ្ធផលទាំងអស់នេះជាមួយនឹងសហគមន៍បាទជាពិសេសរៀបចំផែនការជាមួយសហគមន៍ថ្មីគោលដៅលំហែបៃតងនេះឲ្យមានរណភាពបាទហើយคล้ายទៅជាគោលដៅបៃតងដែលคล้ายទៅជាអភិជាតិក្រវោនបាទគ្មានការបំពុលបាទយើងបែងចែកជាក្រុមបងបច្ចុប្បន្ននេះយើងបែងចែក3 4ទៅ5ក្រុមមានក្រុមម៉ូតូដប់មានក្រុមគូយន្តមានក្រុមចុងភៅមានក្រុមមគ្គុទ្ទេសក៍ហើយនិងក្រុមអនាម័យហើយនឹងក្រុមយាមចំណតម៉ូតូហើយនឹងចំណតឡានពីមុនអត់ដែលគិតថាបានប៉ុណ្ណឹងទេបងបាទហើយអរគុណសម្ដេចបវរបានអញ្ជើញមកម្ដងបានសមិទ្ធផលចេញដល់សពថ្ងៃនៅទីនេះឥឡូវផ្លែច្រើនក្រោយពីយើងបានទទួលការអភិវឌ្ឍសាងសង់ជាផ្សារជាបន្ទប់ទឹកពីដំបូងខ្ញុំឃើញការបង្ហោះរបស់ក្រសួងខ្ញុំគិតថាប្រហែលជាធ្វើតែខ្លោងទ្វារតាមរូបភាពប៉ុន្តែអ្វីដែលខ្ញុំមកដល់ថ្ងៃនេះគឺខ្ញុំឃើញថាភ្ញាក់ផ្អើលមែនទែនសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់គឺ
ទី1មានសួនច្បារទី2មានចំណតឡានទី3មានបន្ទប់ទឹកស្អាតហើយនឹងមានផ្សារកសិផលសម្រាប់ឲ្យបងប្អូនសហគមន៍គាត់អាចយកកសិផលរបស់គាត់ក៏ដូចជាលក់ភេសជ្ជៈអីផ្សេងហ្នឹងវាងាយស្រួលសម្រាប់ពួកគាត់មែនតើ កន្លែងនេះគឺធ្វើទៅវាអត់មានតលយៈភាពទេបើចង់ធ្វើទំនប់ពហិយយើងនឹងសិក្សាទៅធ្វើនឹងក្រោមប៉ុន្តែមានជំរើសទី2គឺដោយសារតែសហគមន៍យើងនឹងមានស្រះរួចហើយប៉ុន្តែខ្វះតាការ5ម៉ូទ័របូមអីទេនឹងគ្រឿងបំពាក់បងអាចស្នើសុំសម្ដេចទី1ធុងអាចធុង4 20000 លីត្រឬអាចប្រមាណ6 30000 លីត្រហើយនឹងម៉ូទ័របូម និងសូឡាហ្មងអញ្ចឹងក្នុងករណីនេះក៏អត់មានប្រើប្រាស់លុយទេបាទយើងមកតម្លើងម្ដងគឺចប់ហ្មងមានទាំងទឹកមានទាំងអីហើយតភ្ជាប់ទៅកន្លែងហ្នឹងក្នុងករណីដែលកន្លែងនេះដាច់យើងប្រើនោះបើកាច់តាវ៉ានវឹបម៉ូទ័របូមចេញទៅវូបងឆ្លងសម្ដេចហើយបើលោកគាត់យកព្រមលើអានីតិវិធីនេះដូចបងនិយាយចឹងបូមឲ្យដាក់ស្តានហ្មងធ្វើជើងស្តានហ្មង4 5នៅនេះហ្មងស្តានបូមឲ្យស្តានប្រហូរទៅហ្មងបាទហ្នឹងហើយគាត់ចាប់ដើមសាមសង់ចាប់ពីខែ3មកដល់ខែ6ហើយផ្លូវលំបាកមែនទែនគាត់ផុកអានេះយើងគត់ដល់យើងប្រើប្រាស់ដាំស្លផងដាំបន្លែតាមផ្ទះតិចតួចផងហ្មងវាគ្រប់ផ្សំពីយើងពីខាងលើមកយើងដាច់ទឹកមួយយើងយកនេះមកជំនួសអាពីលើមកអានេះមិនមែនជាប្រើប្រាស់គ្រប់ភាសាដែរដោយវានេះកិច្ចការធ្វើបំរុង ប្រើប្រាស់បានវិស័យទី1វិស័យកសិកម្មបាទវិស័យកសិកម្មគឺកាត់ដាំបន្លែដាំតកួនដាំក្រៃដែលចិត្តទៅហ្នឹងគឺអន្តររីកចម្រើនច្រើនវាងាយប្រើមិនដូចពីមុនយើងខ្វះទឹកទៅដងវាតឹងដងវាអីយ៉ាងបាទលោកនេះមានតែនទឹកមានអីអនាម័យត្រឹមត្រូវបាទនឹងខ្ញុំសប្បាយណាស់វាកាត់ភាពក្រីក្រច្រើនដែរ អញ្ចឹងពេលដែលយើងបង្កើតជាតំបន់បែបនេះទេសចរណ៍លំហែបៃតងបែបនេះគឺទី1ជួយពង្រឹងសេដ្ឋកិច្ចរបស់គាត់បាទហើយជួយពង្រឹងការអនុវត្តច្បាប់គឺប្រជាជនគាត់ឡើងមានគាត់ឡើងទៅរកអ្វីដែលខុសច្បាប់ សូមទៅផ្ដាំផ្ញើឲ្យបងដែលមកកំសាន្តក្នុងផ្សារការចូលរួមកំសាន្តមកក្នុងផ្សាររបស់បងគឺជាចំណែកមួយចូលរួមដល់ប្រជាសហគមន៍របស់ខ្ញុំ នៅពេលដែលមានការអភិវឌ្ឍចូលមកធ្វើឲ្យគ្រួសារនីមួយនៅក្នុងសហគមន៍គាត់រកប្រាក់ចំណូលបានចូលពីវិស័យទេសចរណ៍ទោះបីជាចាស់ជរាអីគាត់អាចបានជូនភ្ញៀវក៏ដោយតែគាត់មានចំមន់ចំអីលក់ឲ្យភ្ញៀវ បាទអញ្ចឹងជាចុងក្រោយសូមថ្លែងអំណរគុណខ្លាំងមែនទែនទៅដល់សម្ដេចបវរមហាបវរធិបតីហ៊ុនម៉ាណែតដែលបានជាមួយនឹងអាដាមរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានលើកគម្រោងនៅក្នុងការអភិវឌ្ឍនៅក្នុងតំបន់នេះហើយក៏សង្ឃឹមថាទៅមុខទៀតទៅថ្ងៃអនាគតទៀតក៏សហគមន៍ផ្សេងទៀតនឹងទទួលបានការអភិវឌ្ឍចេះដូចគ្នាដើម្បីសម្រួលដល់សហគមន៍ផងទៅដល់ភ្ញៀវជាតិទៅដល់ភ្ញៀវអន្តរជាតិផងដើម្បីមកលេងកម្សាន្តទៅតាមតំបន់ទេសចរណ៍ដ៏ច្រើនទៀត បាទជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណទៅដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវនិងអាដាមបណ្ឌិតរដ្ឋមន្ត្រីនិងលោកជំទាវដែលបានជួយរៀបចំតំបន់ក្នុងផ្សាររបស់យើងនេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍លំហែបៃតងរបស់យើងបាទសូមជូនពរសម្ដេចលោកជំទាវនិងថ្នាក់នាំទាំងអស់សូមឲ្យមានសុខភាពល្អបាទសុភមង្គលនិងពុទ្ធពរទាំង4ប្រការកុំបីគិតឡើយសូមអរគុណបាទ ខ្ញុំមានទេម្រាមដៃ10បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ឲ្យតាមថេរសាថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសឲ្យមានសេចក្តីសុខសេចក្តីចម្រើន